ក្មេងស្រីម្នាក់បានធ្លាក់ចូលទៅក្នុងពិភពប្រឡំលោកហើយក្លាយជាបិសាចតូចក្នុងទូខោអាវនាងអាចរក្សាធម៌ពលបានលុះត្រាតែនៅក្នុងទូតែនាងធុញទ្រាន់ណាស់ព្រោះតួឯកប្រុសដែលជាមនុស្សតែម្នាក់គត់មើលឃើញនាងតែជាមិនខ្វល់ខ្វាយពីនាងតតែសោះទោះជាយ៉ាងនេះក្តីនាងនៅតែត្រូវតោងទាមលោកហេតុផលគឺសាមញ្ញណាស់មិនយូរទេនាងនឹងត្រូវស្លាប់ទាំងរស់ហើយមូលហេតុដែលនាំឲ្យស្លាប់នោះគឺដោយសារយរ៉េតត្រូវគេនិរទេសទៅតំបន់ដាច់ស្រយាលបងប្រុសរបស់លោកនឹងទើបកំទេចរាល់របស់យរ៉េតរួមទាំងទូខោអាវនេះផងដែរដូចនេះដើម្បីការពារជីវិតនាងត្រូវតែព្យាយាមធ្វើស្និទ្ធស្នាលនឹងលោកមានបិសាចតូចម្នាក់រស់នៅក្នុងទូខោអាវនេះជារឿងរន្ធត់ដែលធ្លាប់លងបន្លាចក្មេងជាច្រើនតាមពិតទៅមនុស្សតែនិយាយថាការភ័យខ្លាចនោះមិនពិតទេអ្វីដែលគួរឲ្យខ្លាចគឺភាពងឹតសូន្យអឈឹងនៅពីក្រោយទ្វារទូប៉ុន្តែសម្រាប់នាងដែលកំពុងរស់នៅទីនោះនាងគឺជាបិសាចតូចពិតប្រាកដជាតិមុននាងធ្លាប់អានសៀវភៅប្រឡំលោកមួយក្បាលចុងក្រោយខ្លួនឯងបែរជាខ្លាយជាបិសាចតូចក្នុងទូតែគ្រាន់តែលេចមុខមួយផ្លែតក្នុងសាច់រឿងដើមនាងរស់នៅក្នុងទូរបស់តួឯកប្រុសហើយហាក់ដូចជាមានតែលោកម្នាក់គត់ដែលមើលឃើញនាងប៉ុន្តែតួឯកប្រុសហាក់មិនសូវចាប់អារម្មណ៍នឹងវត្តមានរបស់នាងឡើយពីសំឡេងធ្ងោឈឺចាប់របស់ Jared នាងដឹងច្បាស់ថាត្រូវគេធ្វើបាបទៀតហើយមិនដឹងថារបួសធ្ងន់ធ្ងរកម្រិតណាទេនាងបារម្ភពីលោកយ៉ាងខ្លាំងនាងក៏លួចខិតទៅជិតលោកបន្តិចម្ដងទាំងគិតក្នុងចិត្តថាប្រហែលជាខិតជិតបន្តិចមិនអីទេដឹងប៉ុន្តែភ្លាមនោះនាងស្រឡាំងកាំងព្រោះតួឯកប្រុសស្អាតខ្លាំងណាស់ដូចជានារីម្នាក់អញ្ចឹងឃើញលោកយំធ្វើឲ្យនាងអាណិតជាពន់ពេកនេះជាលើកដំបូងដែលនាងបានមើលលោកចិត្តបែបនេះលោកពិតជាសង្ហាណាស់ប៉ុន្តែឥឡូវមិនមែនជាពេលត្រូវរំភើបទេនាងត្រូវពិនិត្យមើលថាលោកមានគ្រុនក្តៅដែរឬទេបើលោកត្រូវការព្យាបាលនាងនឹងលួចហុចថ្នាំឲ្យព្រោះយ៉ាងណាក៏នាងមិនអាចប៉ះពាល់លោកបានដែរហើយទោះជាប៉ះបានក៏លោកមិនអាចមើលឃើញនាងភ្លាមដែរតួឯកប្រុសងើបមុខឡើងយឺតហើយភ្នែកអ្នកទាំងពីរបានប្រសពគ្នានាងគិតថាមិនអីទេតែបន្ទាប់មកមានអារម្មណ៍ថាខុសប្លែកឬមួយលោកមើលឃើញនាងមែននាងក៏សួរនាំថាសួស្ដីឯងមើលឃើញខ្ញុំមែនទេអារម្មណ៍អៀនខ្មាស់បានកើតឡើងនាងគិតថាគេប្រកាសជាខ្លាចខ្លាំងណាស់ព្រោះស្រាប់តែមានអ្នកចម្លែកលេចមុខចំពីមុខរំពេចនោះតួឯកប្រុសបានស្ទុះមកបុកនាងធ្វើឲ្យនាងដួលខ្ទាតទៅលើដីមិននឹកស្មានថាលោកមានកម្លាំងខ្លាំងបែបនេះទេនាងឈឺក្បាលខ្លាំងណាស់តាំងពីខ្លាយជាបិសាចតូចមកនាងមិនដែលរងរបួសធ្ងន់បែបនេះឡើយពេលនេះតួឯកប្រុសបានមកឈរពីក្រោយនាងលើកនេះគឺសម្លឹងចំភ្នែកគ្នាពិតប្រាកដហើយមើលទៅលោកពិតជាមើលឃើញនាងមែនលោកជាមនុស្សដំបូងបង្អស់តែបានសម្លឹងភ្នែកនាងតាំងពីនាងលាក់ខ្លួនមករឿងនេះធ្វើឲ្យនាងសប្បាយចិត្តជាខ្លាំងដោយក្តីរំភើបនាងបានលេចស្នាមញឹមចម្លែកមួយដឹងខ្លួនភ្លាមនាងប្រញាប់សុំទោសខ្ញុំធ្វើឲ្យឯងខ្លាចមែនទេព្រោះនេះជាលើកទី1ហើយដែលមានមនុស្សអាចមើលឃើញខ្ញុំគិតឡើងវិញនាងមានអារម្មណ៍ថានិយាយមិនសូវសមពាក្យថាមនុស្សអាចធ្វើឲ្យលោកកាន់តែខ្លាចនាងក៏បដូរសម្រដីខ្ញុំគ្រាន់តែជាបិសាចតូចក្នុងទូខោអាវប៉ុណ្ណោះតួឯកប្រុសភ័យខ្លាំងពេកក៏រត់បាត់ស្រមោលនាងទាំងនិយាយមិនចេញយ៉ាងហោចណាស់គួរទុកពេលឲ្យនាងពន្យល់ផងប៉ុន្តែសកម្មភាពរបស់លោកក៏សំហេតុផលដែរសុកមានបិសាចលេចមកលោកច្បាស់ជាត្រូវតែខ្លាចហើយគ្រប់យ៉ាងកើតឡើងដោយក្នុងប្រឡំលោកបេះបិទមូលហេតុមួយដែលធ្វើឲ្យកុមារភាពរបស់ Jared កូនប្រុសទី3នៃត្រកូល Blackwood រងទុក្ខវេទនាបែបនេះគឺដោយសារតែបិសាចតូចក្នុងទូខោអាវនេះឯងក្នុងសាច់រឿងដើមបិសាចតូចនេះស្រឡាញ់តួឯកប្រុសខ្លាំងណាស់តែបែរជាបង្ហាញតាមរយៈការធ្វើបាបលោកដោយដាក់របស់ចម្លែកចូលក្នុងអាហាររបស់លោកការយល់ច្រឡំទាំងនោះធ្វើឲ្យលោកត្រូវគេរើសអើងក្នុងគ្រួសាររងការធ្វើបាបពីបងប្អូនបង្កើតនិងឪពុកចុងរហូតដល់រងរបួសធ្ងន់ធ្ងរត្រូវបងប្អូនធ្វើបាបឪពុកប្រងើយកន្តើយហើយត្រូវបិសាចក្នុងទូឌឺដងទៀតនេះពិតជាការចាប់ផ្ដើមដ៏អាក្រក់បំផុតចុងក្រោយលោកត្រូវទទួលខុសត្រូវរាល់រឿងរ៉ាវដែលបិសាចបង្កឡើងហើយត្រូវនិរទេសទៅតំបន់ដាច់ស្រយាលពេលលោកចាក់ចេញទៅបងប្រុសម្ដាយទីទេឈ្មោះ Somerset បានដុតបំផ្លាញរាល់របស់ Jared ដើម្បីលុបបំបាត់ដានទាំងអស់រួមទាំងទូខោអាវនោះផងដែរហេតុនេះបិសាចតូចក្នុងទូក៏ត្រូវស្លាប់ហើយឥឡូវនេះគឺជានាងដែលជាបិសាចនោះដូចនេះនាងត្រូវតែការពារទូនេះឲ្យខាន់តែបានតារាបណាទូនេះនៅគង់វង្សទើបនាងអាចរស់បានហេតុនេះនាងមានជំរើសតែមួយគត់ខុសពីក្នុងប្រឡំលោកនាងនឹងក្លាយជាបិសាចតូចដ៏ស្ងប់ស្ងាត់ម្នាក់នឹងព្យាយាមជួយជ្រោមជ្រែងតួឯកប្រុសឲ្យអស់ពីចិត្តបើនាងប្រើការចងចាំពីជាតិមុនដើម្បីជួយ Jared លោកនឹងមិនត្រូវគេនិរទេសទៅសាលាហរឡើយថ្ងៃក្រោយពេលលោកក្លាយជាមេគ្រួសារលោកនឹងត្រឡប់មកមើលថែនាងវិញពិតណាស់និយាយស្រួលជាងធ្វើនាងដើរចេញពីក្នុងទូហើយ Jared មិនឆ្លើយតបឡើយនាងប្រាប់លោកគុំធ្វើពុតអីខ្ញុំដឹងថាឯងញើខ្ញុំឃើញលោកនៅតែស្ងាត់នាងក៏ហៅឈ្មោះក្រៅដេខ្ញុំមិនជឿថាឯងមិនឆ្លើយតបនឹងឈ្មោះតែម្ដាយឯងធ្លាប់ហៅនោះទេច្បាស់ណាស់នាងរុញទ្វារទូចេញហើយសួរសុខទុក្ខលោកថ្នមព្យាយាមមិនធ្វើឲ្យលោកភ័យខ្លាចខ្ញុំជាបិសាចក្នុងទូតែខ្ញុំមិនស៊ីសាច់ឯងទេខ្ញុំគ្រាន់តែឬបែបនេះភ្លាម Jared ប្រញាប់ខ្ទប់ត្រចៀកចិត្តឈឹងពិតជាហួសចិត្តមែនបើនាងហ៊ានខិតទៅចិត្តមួយជំហានទៀតលោកច្បាស់ជាគិតថានាងចង់ធ្វើបាបលោកមិនខាននាងក៏ដើរចូលទៅក្នុងទូវិញទាំងក្រៀមក្រំពេល Jared ដឹងថាជុំវិញខ្លួនលែងមានចលនាលោកក៏ងាកក្រោយមកមើលប្រហែលជាវាចូលក្នុងទូវិញហើយដឹង
ប៉ុន្តែក្នុងចិត្តលោកស្រាប់តែមានអារម្មណ៍ប្លែកមួយបិសាចតូចនោះហាក់ដូចជាគ្មានបំណងធ្វើបាបខ្លួនសោះហើយមើលទៅក៏មិនគួរឲ្យខ្លាចតតែសោះលើកពីនេះទៅទៀតដូចអ្វីដែលវាបាននិយាយហាក់ដូចជាមានតែលោកម្នាក់គត់ដែលមើលឃើញវា